បាទបងប្អូនបើសិនជាបងប្អូនទិញរថយន្តអគ្គិសនីហើយអត់ទាន់បានស្ដាប់ខ្ញុំប្រាប់រឿងអត់ទាំងនេះទៀតបងប្អូននឹងខកចិត្តដូចខ្ញុំអញ្ចឹងបាទខ្ញុំទិញរថយន្តអគ្គិសនីមួយរយៈយកមកប្រើប្រាស់គឺថាខូចខ្លួនមែនតើទី1ការចំណាយប្រចាំខែរបស់ខ្ញុំត្រូវបានស្រកចុះយ៉ាងខ្លាំងពី$250ធ្លាក់មកត្រឹម$30ដែលខ្ញុំប្រើរថយន្ត Ion UT ដែលសាក់មកពេញនេះគឺចំណាយត្រឹមតែ$10តែប៉ុណ្ណោះក្នុងការសាក់មួយដងហើយខ្ញុំសាក់មួយខែគឺខ្ញុំសាក់តែ3ដងទេអញ្ចឹងខ្ញុំអស់$30ខ្ញុំខូចខ្លួនហើយបងប្អូនទាំងអស់គ្នានៅពេលដែលព្រឹកឡើងបងប្អូនទាំងអស់គ្នានឹងជួបរឿងដូចខ្ញុំគឺខ្ញុំអត់អាចបាយផ្ទះបានទេគឺខ្ញុំបានត្រឹមតែញ៉ាំកាទៀវបាយស្រូបផ្លូវមន់ជាដើមខ្ញុំពិតជាខកចិត្តនឹងអ្វីដែលខ្ញុំបានធ្វើក្នុងពេលបច្ចុប្បន្ននេះខ្លាំងមែនទែនហើយរៀងរាល់សប្តាហ៍ខ្ញុំគឺជាមនុស្សម្នាក់ដែលអត់ចេះនៅផ្ទះទេនៅពេលដែលខ្ញុំប្រើឡានអគ្គិសនីមួយប្រភេទនេះគឺវាធ្វើឲ្យខ្ញុំចាប់ដើមខកខ្លួនខូចខ្លួនដើរលេងរហូតដោយសារអីការប្រាស់វាមិនសមចៃខ្លាំងពេកខ្ញុំមានលុយដើររហូតដល់ពេលអញ្ចឹងទៅខ្ញុំពិតជាសោកស្ដាយនឹងការប្រើមែនទែនការចំណាយរបស់ខ្ញុំវាតិចតតែមែនតើណាហើយបើនិយាយពី option នៅខាងក្នុងខ្ញុំស្អប់ខ្លួនឯងខ្លាំងណាស់ដោយសារតែខ្ញុំចូលចិត្តរថយន្តឬក៏ទូរស័ព្ទដែលបច្ចេកវិទ្យាខ្ញុំចូលចិត្តបច្ចេកវិទ្យាដល់ទៅពេលទិញឡាននេះមកគឺ option កប់ច្រើនតែម្ដងធ្វើឲ្យខ្ញុំពេញចិត្តខ្ញុំពិតជាហួសចិត្តខ្លួនឯងដែលទិញឡានមកមួយនេះធ្វើឲ្យខ្ញុំរកអ្វីថ្លៃមិនបានបាទហើយឡាន$23,888ទទួលបាន option គឺថាកប់តែម្ដងហើយនិយាយពីធានាវិញខ្ជិលនិយាយ8ឆ្នាំជិះឲ្យដាំខ្ទឹមតែហ្មងបាទគូតអូតូមានអីអន់បាទមើលបាទមានអីបាទខាងក្រោយដាក់ណាណីតែហ្មងទៅណាក៏បានដែរបាទនេះឯណាគ្មានតែចៅទេនេះតោះដាក់មកទ្រីបលេងឯងបងប្អូន